Pada saya sepemui when he got home ពេលដែលគាត់បានមកដល់ផ្ទះ he blanked the radio គាត់ចុច with you ចម្លើយ A had turned on B was turning on C turned on ហើយនឹង D had been turning on តែយើងឃើញថា positive form របស់ turn on ទាំងអស់តែ turn on បានន័យថាបើកជាងចង់បានថានៅពេលដែលគាត់បានមកដល់ផ្ទះគាត់បានបើក with you ហើយតើទៅមួយលេខ3ឲ្យ46ហ្នឹងដើម្បីជាកន្លឿននៅក្នុងការជ្រើសរើសចម្លើយឲ្យបានត្រឹមត្រូវយើងត្រូវគិតថាសកម្មភាពទាំងពីរហ្នឹងអាសកម្មភាពមកដល់ផ្ទះហើយសកម្មភាពបើកវិទ្យុហ្នឹងអាណាអ្នកកាត់មុនអាអ្នកកាត់ក្រោយអាអ្នកកាត់មុនហ្នឹងចប់នៅទៅអ្នកកាត់ក្រោយកាត់ឡើងហើយបើយើងយកទៅលើភាពជាក់ស្ដែងអាសកម្មភាពមកដល់ផ្ទះវាត្រូវកើតមុនពីព្រោះវិទ្យុតាមធម្មតាវាត្រូវនៅផ្ទះជាយើងចង់បើកវិទ្យុបានទៅយើងមកដល់ផ្ទះសិនយើងមកដល់ផ្ទះមុនទៅបើកវិទ្យុតាមក្រោយជាងអាសកម្មភាពបើកវិទ្យុហ្នឹងយើងត្រូវយក form ណាដែលបង្កើតតាមក្រោយសម្រាប់ចម្លើយ A had turned on វាគឺជា form របស់ past perfect យើងមិនអាចយកវាបានទេដោយសារតែ past perfect វាគឺជា past មួយដែលកើតមុន past simple ហើយឥឡូវអាសកម្មភាពដែលគេថាគាត់បានមកដល់ផ្ទះហ្នឹងគេប្រើ when he got home គេប្រើ got ជា verb to តែឯងគឺជា form របស់ past simple កាលណាគេប្រើ past simple ជាមួយនឹង past perfect អា past perfect ត្រូវកើតមុនអញ្ចឹងបើយើងយក A យើងត្រូវបើកវិទ្យុមុនមកដល់ផ្ទះអញ្ចឹងវាអត់ត្រូវទេហើយសម្រាប់ចម្លើយ B was turning on ហ្នឹងវាគឺជា form របស់ past continuous past continuous បើធៀបមួយ got home នឹង past simple ក៏វាត្រូវកើតមុនដែរពីព្រោះតាមក្បួន past continuous ក៏កើតមុន past simple ដែរអញ្ចឹងក៏អត់ត្រូវដែរហើយសម្រាប់ចម្លើយ D past perfect continuous អាហ្នឹងក៏មិនអាចដែរដោយសារតែ past perfect continuous ហ្នឹងក៏ត្រូវកើតមុន past simple ដែរជាចម្លើយធម្មតារបស់យើងវាត្រូវចម្លើយ C turned on ដែលវាគឺជា past simple ដែរពេលដែលយើងយកវាទៅប្រយោគរបស់យើងមានសកម្មភាព past simple ចំនួន2គឺ got home មកដល់ផ្ទះហើយនឹង turned on the radio បើកវិទ្យុតែកាលណាគេប្រើ past simple 2ជាមួយគ្នាអញ្ចឹងអា past simple ដែលប្រើជាមួយ when វាកើតមុនអានេះអត់មាន when កើតតាមក្រោយឥឡូវ I got home វាមាន when ពីមុខអញ្ចឹងវាត្រូវកើតមុនអញ្ចឹងបានថាមកដល់ផ្ទះមុនបើកវិទ្យុតាមក្រោយត្រូវបានជាប្រយោគរបស់យើងដែលបានគឺ when he got home he turned on the radio ដែលបានថានៅពេលដែលគាត់បានមកដល់ផ្ទះគាត់ក៏បានបើកវិទ្យុ